ចិនឲ្យកម្ពុជាថៃត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាបន្ទាន់ភារកិច្ចបន្ទាន់គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឲ្យបានឆាប់ចាប់ផ្ដើមសន្ទនាឡើងវិញនិងដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីហើយរីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរទាំងនេះជាខ្លឹមសារដែលឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោកវ៉ាងវ៉ុនពីនផ្សព្វផ្សាយឲ្យដឹងក្រោយលោកតឹងស៊ីជុនមន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ាននៃក្រសួងការបរទេសចិនបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃដើម្បីសម្របសម្រួលឲ្យមានការឈប់បាញ់ក្នុងចំនួនព្រំដែនកម្ពុជាថៃឯកអគ្គរដ្ឋទូតចិនលើកឡើងថាភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្រាប់សម្រួលរបស់អាស៊ាននិងគាំទ្រតួនាទីដ៏សំខាន់របស់ក្រុមសង្កេតការណ៍អាស៊ានក្នុងការឃ្លាំមើលបទឈប់បាញ់រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរចិនសង្ឃឹមថាកម្ពុជានិងថៃនឹងរួមដំណើរគ្នាបន្តទៅមុខខិតខំស្ដារទំនុកចិត្តទៅវិញទៅមកនិងកសាងសន្តិភាពឡើងវិញតាមបណ្ដោយព្រំដែន